cha bòn láiประเพณีសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងលើកម្ហូបមួយមុខដែលបងប្អូនយើងពេញនិយមធ្វើជូនចាស់ចាស់ពិសានៅពេលរដូវបុណ្យទានពិធីបុណ្យចូលឆ្នាំខ្មែរជិតមកដល់ហើយបងប្អូនទាំងអស់គ្នាតើបងប្អូនទាំងអស់គ្នាមានគម្រោងឬក៏ចង់ធ្វើម្ហូបបែបណាជូនអ្នកទេសពិសាហើយថ្ងៃនេះដែរគឺខ្ញុំមកឆាបន្លែឬបងប្អូនអាចមានមីសួរដាក់ប្រភេទឆាមីសួរដូចគ្នាគឺវិធីធ្វើគឺដូចឆាមីសួរចឹងឯងគ្រាន់តែថាខ្ញុំអត់មានមីសួរអត់មានតិចកដោអត់មានផ្សិតចឹងបងប្អូនចឹងថ្ងៃនេះខ្ញុំមកឆាបន្លែបែបប្រពៃណីនេះឯងបើសិនជាបងប្អូនមានមីសួរដូចខ្ញុំរៀបរាប់មិញហ្នឹងគឺដាក់មីសួរទៅគឺដូចជាឆាមីសួរទេបងប្អូនទាំងអស់គ្នាអញ្ចឹងដំបូងឡើយគឺខ្ញុំដាក់ប្រេងឆាហើយដាក់ម្ល៉េះខ្ទឹមយើងទៅបន្ទាប់មកមានគ្រឿងក្នុងបន្តិចហើយនៅសាច់ទ្រូងមាន់បងប្អូនសាច់ទ្រូងមាន់ភាគច្រើនគឺធ្វើអត់មានជាតិទេបងប្អូនយកទៅធ្វើអីក៏អត់មានជាតិដែរប៉ុន្តែបើសិនជាបងប្អូនយកមកធ្វើម្ហូបមួយមុខនេះខ្ញុំជឿជាក់ថាបងប្អូននឹងមានជាតិហើយហូបទៅឆ្ងាញ់មែនទែនដំបូងឡើយគឺដល់ពេលដែលខ្ញុំលីងសាច់ហើយគឺខ្ញុំចាក់ទឹកត្រីបុកបងប្អូនហើយក៏ដាក់ស្ករអំបិលប៊ីចេងអញ្ចឹងទៅហើយទឹកត្រីតិចអញ្ចឹងទៅក្រោយពីដាក់គ្រឿងក្រៅហើយក៏ដាក់ប្រេងខ្យងថែមបន្តិចក្រោយមកទៀតក៏លាយច្បល់ចូលគ្នាទៅបងប្អូនយើងឆាវាត្រឡប់ត្រឡប់បែបនេះទៅហើយឆារហូតដល់ឡើងពណ៌រាងក្រហមណាពណ៌រាងក្រហមបងប្អូនមិនដាក់ស្ករក្រហមក៏វាក្រហមដែរបងប្អូនឲ្យតែបងប្អូនមានតិចនិចឆាឥឡូវឃើញថាសាច់របស់យើងរាងក្រហមហើយបងប្អូនបើសិនជាបងប្អូនឆាទៅរាងចង់ខ្លោចចឹងហើយបងប្អូនថែមទឹកបន្តិចទៅបន្ទាប់មកទៀតគឺខ្ញុំដាក់បន្លែរឹងមុនគេគឺការ៉ុតជាមួយនឹងពោតអញ្ចឹងសម្រាប់ឆាមួយមុខនេះដែរបងប្អូនដាក់ម្រេចបន្តិចផងណាខ្ញុំមិនបានថតទេអញ្ចឹងសម្រាប់ឆាបន្លែប្រភេទនេះគឺយើងអាចយកទៅហូបជាមួយបាយបានណាបងប្អូនសម្រាប់មីសួរបងប្អូនភាគច្រើនគឺគាត់យកហូបលេងឬភាសាលេងឬក៏ហូបមួយបាយអីចឹងទៅតែសម្រាប់ខ្ញុំបើសិនជាខ្ញុំហូបមីសួរគឺមីសួរឯងអត់ហូបបាយទេព្រោះអីវាជំនួសបាយដូចគ្នាបងប្អូនឥឡូវឆាបន្លែរបស់យើងរៀងឆ្អិនហើយបន្លែដែលឆ្អិនហើយហ្នឹងក៏យើងបន្ថែមជាមួយនឹងបន្លែមួយមុខទៀតចុងក្រោយហ្នឹងបងប្អូនបើសិនជាមានខ្ទឹមបារាំងបងប្អូនដាក់ខ្ទឹមបារាំងទៅហើយកុំភ្លេចដាក់ជាមួយនឹងស្ពៃក្តាប់យើងចូលទៅបងប្អូនស្ពៃក្តាប់នេះហើយបើសិនជាបងប្អូនមានស្លឹកខ្ទឹមស្លឹកអីដាក់ខ្ទឹមមកតែខ្ញុំអត់មានទេថ្ងៃនេះគឺឆាបែបនេះឯងចិនឆាយមានអីដាក់នឹងអញ្ចឹងណាបងប្អូនហើយបើមានលឹកជាក្តារជាមួយនឹងផ្សិតកំប៉ុងផ្សិតខ្មៅបងប្អូនអូអែមែនតើបងប្អូនអើយគឺអស់ទាស់ហ្មងណាឥឡូវឆារបស់យើងជិតឆ្អិនហើយបងប្អូនកោត្រឡប់ចុះឡើងហ្នឹងគឺរួចរាល់ហើយបងប្អូនរួចរាល់តែម្ដងហើយដាក់ម្រេចឲ្យរៀងខ្លាំងតិចគឺឆ្ងាញ់ណាស់បងប្អូនអើយឥឡូវធ្វើរួចរាល់ហើយបងប្អូនអាចសាកធ្វើបានណាបើសិនជាបងប្អូនមានឪពុកម្ដាយឬគាត់ថាអត់ចូលចិត្តមីសួរទេតែចង់ភាសាសម្រាប់បែបហ្នឹងដែរឆាបែបហ្នឹងដែរបងប្អូនអាចធ្វើតាមវិធីនេះគឺដឹងថាធានាថាគាត់សរសើរចង់ភាសាហើយភាសាទៀតពីភាសាឪពុកខ្ញុំគឺគាត់អត់ចូលចិត្តទេមីសួរអញ្ចឹងតែវិញខ្ញុំនឹងឆាបែបនេះជូនគាត់ភាសាឲ្យបងប្អូនហើយបើសិនជាបងប្អូនចង់ឲ្យខ្ញុំធ្វើម្ហូបអីឲ្យបងប្អូនមើលកុំភ្លេច comment ប្រាប់ខ្ញុំផងពេលខ្លះខ្ញុំរត់នឹកមុខម្ហូបអត់ចង់ឃើញទេអត់ដឹងតែត្រូវធ្វើម្ហូបអីសម្រាប់វីដេអូថ្ងៃនេះមានតែប៉ុណ្ណេះបងប្អូនអរគុណជួបគ្នានៅវីដេអូក្រោយតបតទៀតបាយបាយ